ថ្ងៃនេះបានសម្លម្រះមួយឆ្នាំងបាញ់តែម្ដងខ្ញុំទៅផ្សារកំពង់ក្ដីហើយទិញបានម្រះចំនួនជា4ផ្លែដែរមួយផ្លែកាត់ជា3ទៅវាបានច្រើនជាធម្មតាពីមុនខ្ញុំអត់ចូលចិត្តស្ងោរម្រះទេខ្លាចល្វីងណាស់ប៉ុន្តែដល់ពេលទៅនៅស្រុកគេរៀងឆ្ងាយទៅចេះតែចង់ហូបស្ងោរម្រះតែពេលហើយសប្តាហ៍ថ្ងៃនេះខ្ញុំអាចហូបស្ងោរម្រះបានទោះបីជារៀងល្វីងតិចក៏អាចហូបទិញសាច់ជ្រូកប្រហែលជាចំនួន8ពើមកសាច់ជ្រូកឥឡូវវារៀងថ្លៃនៅស្រុកយើងឥឡូវហ្នឹងណាដូចជា1គីឡូបើគេលក់តាមភូមិ1គីឡូ2នៅនេះអត់មានស្ដីកែនទេចង់និយាយថាម៉ាស៊ីនកិនម៉ាស៊ីនអត់មានទេដូច្នេះហើយបានស្ដាយចេះទៅច្រាមលើកនេះខំម៉ែមករឿងច្រាមបើសិនជានៅម្នាក់ឯងវិញដាក់ទៅមូលមិនខ្ចីច្រាមបើខ្ជិលយ៉ាងហើយបន្ទាប់មកបងស្រីបើខ្ញុំគេមកជួយឆ្កឹះគ្រឿងក្នុងរបស់ម្រះចេញហើយមួយទៀតក៏ខ្ញុំមិនបានប្រើឲ្យប៊ីអីស្នេះស្នឹមទេខ្ញុំប្រើកាពឹសក្រៀមអាមកញ្ចប់1.5ហ្នឹងយកមកលាយហើយសារដាក់លើកមិនទៅវាយ៉ាងឆ្ងាញ់ដែរក៏ប្រើទៅខ្ជិលយកល្អមកខ្ញុំគ្រាន់តែរៀបចំស្ងោរម្រះនេះថាឡើងក្បាច់ពោតាំងពីព្រឹករហូតដល់ថ្ងៃត្រង់មានពេលមានច្រើនមុខពេកមានតាំងពីណែមីស៊ូមានតាំងពីហើយប៊ីមានតាំងពីអីគេហើយយីហឺច្រឡំមួយរត់ថ្មោះទៅរំឃើញបាននិយាយក្នុងវីដេអូគេថាធ្វើដាក់គ្រឿងឲ្យគ្រប់អញ្ចឹងទៅលើកនេះធ្វើឆ្ងាញ់ពីព្រោះម៉ែខ្ញុំឬបងខ្ញុំអីក៏តែងធ្វើទៅកាត់រកគ្រឿងមិនគ្រប់ទេដាក់មានឲ្យហូបនោះតែលើកនេះខ្ញុំមានគ្រឿងគ្រប់ហើយដាក់មកចប់នឹងឯងធ្វើតាំងពីម៉ែខ្ញុំអត់នៅរហូតដល់ម៉ែខ្ញុំមកជួយវិញមិនរួចរាល់ដាក់ម្រេចដាក់អុយថាវាច្រើនមុខតែមែនតើនេះតាលើកនេះធ្វើផ្លេចខ្ទឹមហើយម៉ែខ្ញុំថាកាត់អ្នកច្រាំខ្ទឹមទៅចាំថែមក្រោយទៅដាក់ខ្ទឹមនឹងម្រេចចូលទៅដាក់ទឹកត្រីទឹកស្អ៊ីវអំបិលប្រហុកផងតែឡើងឈ្ងុយតែហ្មងគ្រាន់តែថាមើលវីដេអូនេះហើយចង់ហូបម្ដងទៀតកាប់ទៅអាវីដេអូនេះថតតាំងពីម្សិលមិញងងម្រះហូបបាន2ថ្ងៃពេកអាំងតម៉ែគឺអត់ណែសមូលលក្ខខ្ទឹមខ្ញុំទៅបេះលក្ខខ្ទឹមឡើងម្ដាយហាន់ឡើងចេះអស់ដាក់ឲ្យច្រើនឲ្យឆ្ងាញ់ឲ្យឈ្ងុយពីព្រោះណែដាំនៅផ្ទះមានស្រេចនោះមានអុយឡើយថែមគ្រឿងហើយគឺមានដូចជាអំបិលប៊ីចេងប្រហុកអីនឹងឯងហើយខ្ញុំត្រាំមីស៊ូមកកញ្ចប់ទៀតដើម្បីដាក់ពេលលើដៃបានច្រើនលើកនេះចង់ហូបលក្ខណៈថាខាប់ខ្ញុំបញ្ចូលសលេងណែវីដេអូរបស់ខ្ញុំនៅពេលថ្ងៃក៏និយាយមានចេះម៉ែខ្ញុំអើយម៉ែខ្ញុំមិនកាត់មកលេងនោះម៉ែខ្ញុំប្រាច់ដល់ឆ្វាច់ខ្ញុំដាក់កាសដាក់អីគួយឆ្ងាយផងនៅតែលឺម៉ែខ្ញុំនិយាយទៀតម្សៅឆាជូរដោយសារមានម្សៅឆាទេបើអត់បាច់ដាក់ទេប៉ុន្តែដោយសារតែខ្ញុំមានម្សៅឆាក៏ដាក់ម្សៅឆាជូរហ្នឹងឯងដើម្បីវាស្អិតតិចទៅវាញាត់ទៅក្នុងនោះវាស្រួលចាហើយនេះម្ដាយខ្ញុំថាទុយគាត់ញាត់ទៅខ្ញុំទៅដុតភ្លើងថែមខ្ជុំថែមឲ្យនៅក្នុងឆ្នាំងដើម្បីឲ្យវាឆាប់អ៊ុបទៅហើយនឹងបានដាក់ស្ងោរហើយខ្ញុំថាឆ្មាខ្ញុំដាំចោលតាំងពីទឹកមួយឆ្នាំរហូតដល់ទឹកកន្លះឆ្នាំវាខាស់ម៉ែខ្ញុំជាមនុស្សលះឃើញកូនធ្វើការយឺតពេកគាត់ត្រឹមបានទេគាត់មកជួយហើយខ្ញុំថាម៉ែមកជួយទេវាមានអីត្រូវឃ្លានបើម៉ែថាឃ្លានខ្ញុំឆុងកាហ្វេឲ្យហូបតែម៉ែខ្ញុំគាត់ចេះហូបកាហ្វេតែខ្ញុំនិយាយលេងមួយកាត់កាហ្វេនៅក្នុងភូមិក៏មានដែរមកកែវអីមកកាហ្វេខ្មែរយើងកាហ្វេត្រោះកោតកណាមកកែវតែ2000ឬ2500អីទេតែខ្ញុំខ្ជិលជិះម៉ូតូទៅក៏នេះយកអាកាហ្វេនេះឯងមកកញ្ចប់500ក៏ដាក់ទៅដោះគោខាប់ផងដាក់ទៅដោះគោចៅផងហូបតែខ្ញុំគាត់ញ៉ាត់ផងគាត់និយាយផងគាត់ថាណែដាក់ទៅឃើញតែមីស៊ូទៅឃើញណែមានសាច់សោះខ្ញុំថាដាក់មីស៊ូឲ្យច្រើនដើម្បីគ្រប់គ្រាន់ដើម្បីហូបទៅវារាំងខាប់ឥឡូវនេះទឹកពុះមួយឆ្នាំងសល់តែកន្លះឆ្នាំងទេដោយសារខ្ញុំធ្វើយូរពេកព្រោះឲ្យខ្ញុំពិបាកដុតភ្លើងបើភ្លើងចេះហើយខ្ញុំអត់ចង់បលត់ទេខ្ញុំដាក់ទឹកឲ្យច្រើនទៅដាំចាំម្រះខ្ញុំចឹងទៅហើយបងភ្លុកនឹងឯងឥឡូវស្ងោរម្រះឲ្យតែបានចូលក្នុងឆ្នាំងហើយអាចថែមគ្រឿងថែមថយពីក្រៅបានខ្វះខាតអីថែមថយគ្រឿងពីក្រៅបានស្រួលទេសំខាន់យកម្រះញាត់សាច់យកមកដាក់សិនមកតែប៉ុណ្ណេះបើសិនជានៅតែខ្ញុំម្នាក់ឯងជាមួយនឹងប្តីវិញហូបនឹងប្រហែលថ្ងៃទេសោះតែមកទឹកជាងដែរប៉ុន្តែនៅនេះទៅយើងហូបជុំគ្នានឹងបងប្អូនខ្លះដែរទៅវាលឿនឆាប់ផង